ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយថាការបង្រួបបង្រួមសន្តិភាពរវាងប្រទេសថៃនិងកម្ពុជាគឺមានភាពសប្បាយរីករាយជាងការលេងកីឡាវាយកូនហ្វូងដោយពណ៌នាអំពីដំណោះស្រាយដ៏ជោគជ័យថាជាសមិទ្ធផលដ៏មោទនភាពបំផុតមួយរបស់រដ្ឋបាលរបស់លោកថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពូលោកត្រាំបាននិយាយថាការចរចាបានចាប់ផ្ដើមកាលពីដើមឆ្នាំនេះបន្ទាប់ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដែលផ្ទុះឡើងនៅតាមព្រំដែនថៃកម្ពុជាដែលបានធ្វើឲ្យមានមនុស្សស្លាប់ជាច្រើននិងមានការជម្លៀសជនស៊ីវិលរាប់ពាន់នាក់លោកត្រាំមានប្រសាសន៍ផងដែរថាកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃនុតច័ន្ទវីរាគុលនិងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតគឺជាភាពជោគជ័យមួយក្នុងចំណោមជោគជ័យតាមការទូតជាច្រើនដែលសម្រេចបាននៅក្រោមការគ្រប់គ្រងរដ្ឋាភិបាលរបស់គាត់លោកត្រាំបានទូរស័ព្ទជាមួយមេដឹកនាំទាំងពីរហើយនិងអ្នកទាំង3នៅពេលគាត់ស្នាក់នៅភូមិធឿនបឺរីក្នុងប្រទេសស្កាតឡែននៅពេលគាត់បាននាំចារកិច្ចព្រមព្រៀងមានការចុះហត្ថលេខាមានសន្តិភាពថ្ងៃដ៏ល្អស្រស់ស្អាតហើយល្អពិតណាស់សម្រាប់វាយកូនបោះនៅធឿនបឺរីគឺជាកន្លែងដ៏ល្អមួយលេងប៉ុន្តែលោកត្រាំបានគិតថាប្រទេសពីរមានសន្តិភាពមានសារៈសំខាន់ជាងការលេងកីឡាវាយកូនវ៉ូទៅទៀតដូច្នេះហើយចំណាយមួយថ្ងៃនិយាយគ្នាតាមទូរស័ព្ទហើយវាជាការអស្ចារ្យណាស់ដែលបានសម្រេចត្រូវបានស្របជាមួយគ្នាយ៉ាងលឿនលោកត្រាំអះអាងសេចក្តីសម្រេចថាពិតជាលឿនណាស់មែនលោកត្រាំមានភាពសប្បាយយ៉ាងខ្លាំងជាងអ្វីៗដែលគាត់មានបានជោគជ័យពីមុនមកទៀតដោយសារតែគាត់បានសុំពួកគេជ្រើសរើសផ្លូវនៃភាពចម្រូងចម្រើននិងសន្តិភាពហើយឥឡូវនេះសុភាពបុរសទាំងពីរនេះរៀបនឹងចុះហត្ថលេខាលើអ្វីដែលយើងហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពូគឺជាឈ្មោះល្អប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់អរិភាពទាំងអស់និងធ្វើការដើម្បីកសាងទំនាក់ទំនងអ្នកជិតខាងដ៏ល្អដែលបានចាប់ផ្ដើមរួចហើយអ្នកទោសសង្គ្រាមកម្ពុជាចំនួន18នាក់នឹងត្រូវបានដោះលែងនៅក្រោមកិច្ចព្រមព្រៀងនេះអ្នកសង្កេតការណ៍មកពីប្រទេសអាស៊ានរួមទាំងប្រទេសម៉ាឡេស៊ីនឹងត្រូវដាក់ពង្រាយដើម្បីឲ្យឃើញប្រាកដថាសន្តិភាពមាននឹងស្ថិតស្ថេរថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពូលោកត្រាំបាននិយាយថាការចរចាបានចាប់ផ្ដើមកាលពីដើមឆ្នាំនេះបន្ទាប់ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដែលផ្ទុះឡើងនៅតាមព្រំដែនថៃកម្ពុជាដែលបានធ្វើឲ្យមានមនុស្សស្លាប់ជាច្រើននិងមានការជម្លៀសជនស៊ីវិលរាប់ពាន់នាក់លោកត្រាំមានប្រសាសន៍ផងដែរថាកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃនុតច័ន្ទវីរាគុលនិងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតគឺជាភាពជោគជ័យមួយក្នុងចំណោមជោគជ័យតាមការទូតជាច្រើនដែលសម្រេចបាននៅក្រោមការគ្រប់គ្រងរដ្ឋាភិបាលរបស់គាត់លោកត្រាំបានទូរស័ព្ទជាមួយមេដឹកនាំទាំងពីរហើយនិងអ្នកទាំង3នៅពេលគាត់ស្នាក់នៅភូមិធឿនបឺរីក្នុងប្រទេសស្កាតឡែននៅពេលគាត់បាននាំចារកិច្ចព្រមព្រៀងមានការចុះហត្ថលេខាមានសន្តិភាពថ្ងៃដ៏ល្អស្រស់ស្អាតហើយល្អពិតណាស់សម្រាប់វាយកូនបោះនៅធឿនបឺរីគឺជាកន្លែងដ៏ល្អមួយលេងប៉ុន្តែលោកត្រាំបានគិតថាប្រទេសពីរមានសន្តិភាពមានសារៈសំខាន់ជាងការលេងកីឡាវាយកូនវ៉ូទៅទៀតដូច្នេះហើយចំណាយមួយថ្ងៃនិយាយគ្នាតាមទូរស័ព្ទហើយវាជាការអស្ចារ្យណាស់ដែលបានសម្រេចត្រូវបានស្របជាមួយគ្នាយ៉ាងលឿន
លោកត្រាំអះអាងសាច់ក្តីសមរម្យថាពិតជាលឿនណាស់មែនលោកត្រាំមានភាពសប្បាយយ៉ាងខ្លាំងជាងអ្វីៗដែលគាត់មានបានជោគជ័យពីមុនមកទៀតដោយសារតែគាត់បានសុំអូពួកគេជ្រើសរើសផ្លូវនៃភាពចម្រូងចម្រើននិងសន្តិភាពហើយឥឡូវនេះសុភាពបុរសទាំងពីរនេះរៀបនឹងចុះហត្ថលេខាលើអ្វីដែលយើងហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូគឺជាឈ្មោះល្អប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់អរិភាពទាំងអស់និងធ្វើការដើម្បីកសាងទំនាក់ទំនងអ្នកជិតខាងដ៏ល្អដែលបានចាប់ផ្ដើមរួចហើយអ្នកទោសសង្គ្រាមកម្ពុជាចំនួន18នាក់នឹងត្រូវបានដោះលែងនៅក្រោមកិច្ចព្រមព្រៀងនេះអ្នកសង្កេតការណ៍មកពីប្រទេសអាស៊ានរួមទាំងប្រទេសម៉ាឡេស៊ីនឹងត្រូវដាក់ពង្រាយដើម្បីឲ្យឃើញប្រាកដថាសន្តិភាពមាននឹងស្ថិតស្ថេរបន្ទាប់ពីបានស្ដាប់រដ្ឋមន្ត្រីថៃនិយាយចប់សេចក្តីសង្ឃឹមថាសន្តិភាពហើយការដោះលែងទាហានខ្មែរ18នាក់មកវិញនោះគឺពឹងទៅលើការគិតស៊ីជម្រៅរបស់យើងម្នាក់រដ្ឋមន្ត្រីថៃគេបាននិយាយថាកិច្ចព្រមព្រៀងគ្នាអាចមានកើតឡើងបានបើសិនជាភាគីខ្មែរដកកាំភ្លើងធំចេញពីព្រំដែនហើយអាមេរិកនិងថៃត្រូវរើគ្នាពីរឿងពន្ធដារនោះគឺជាលក្ខខណ្ឌមួយដែលមិនហានធានាថាកើតឡើងបានចូលចងចាំថាការព្រមព្រៀងគ្នានៅខែកក្កដាជាលើកដំបូងបានចប់មិនបានប៉ុន្មានម៉ោងផងថៃបានចាប់ទាហានខ្មែរ18នាក់យកទៅឃុំហើយបានយកលួបន្លាមកដាក់លើដីរបស់ខ្មែរថែមទៀតផងកុំគិតថាថៃនឹងធ្វើតាមពាក្យព្រមព្រៀងអូសោះត្រូវតែប្រយ័ត្នខ្លួនជានិច្ច